សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACLIDA AUB បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យ Yongwon University JWU នៃសាធារណរដ្ឋកូរ៉េដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត Phonarin សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACLIDA និងលោកបណ្ឌិត Ki Won Chang សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Yongwonនាថ្ងៃទី26ខែមីនាឆ្នាំ2026លោកបណ្ឌិត Phonarin សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACLIDA មានប្រសាសន៍ថាការចុះអនុស្សរណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពកម្មវិធីអប់រំនៃសាកលវិទ្យាល័យទាំងពីរក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ការអប់រំឧត្តមសិក្សាទាំងក្នុងប្រទេសកម្ពុជានិងសាធារណរដ្ឋកូរ៉េផងដែរដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍទៅវិញទៅមកសាកលវិទ្យាល័យទាំងពីរបានឯកភាពគ្នាក្នុងការស្វែងយល់និងអនុវត្តកិច្ចសហប្រតិបត្តិការលើកិច្ចការចម្បងរួមមាន1វឌ្ឍនភាពនៃកម្មវិធីសិក្សាសហការលើកកម្ពស់សមត្ថភាពសាកលវិទ្យាល័យនិងស្តង់ដារអប់រំតាមរយៈការចែករំលែកវិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃប្រឌិតនិងការអនុវត្តល្អបំផុតនៅមុខវិជ្ជាដែលបានព្រមព្រៀងគ្នាទៅវិញទៅមក2ការអប់រំ Digital និងការច្នៃប្រឌិតកម្មវិធីសិក្សាភាពជាដៃគូដើម្បីធ្វើទំនើបកម្មវិធីសិក្សានិងរួមបញ្ចូលដំណោះស្រាយសិក្សាដែលជំរុញដោយបច្ចេកវិទ្យាសម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រនិងថ្នាក់ក្រោយបរិញ្ញាបត្រ3ការផ្លាស់ប្តូរសាស្ត្រាចារ្យនិងបុគ្គលិកអប់រំសម្របសម្រួលការផ្លាស់ប្តូរសាស្ត្រាចារ្យនិងបុគ្គលិកអប់រំសម្រាប់ការបង្រៀនការស្រាវជ្រាវរួមគ្នានិងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈដើម្បីបង្កើនសមត្ថភាពសកល4ការផ្លាស់ប្តូរនិស្សិតនិងការសិក្សាបែបពិសោធន៍ការលើកកម្ពស់កម្មវិធីផ្លាស់ប្តូរនិស្សិតចម្រុះរួមទាំងកម្មវិធីសិក្សានិងការផ្លាស់ប្តូរវប្បធម៌ដើម្បីផ្ដល់ឲ្យនិស្សិតនៅទស្សនៈទានជាសកល5វេទិកាស្រាវជ្រាវនិងសិក្សារួមគ្នាការលើកទឹកចិត្តដល់គម្រោងស្រាវជ្រាវរួមគ្នានិងសហការរៀបចំសិក្ខាសាលានិងសិក្ខាសាលាអន្តរជាតិស្ដីពីនិន្នាការពិភពលោកដែលកំពុងរីកចម្រើនលោកបណ្ឌិត Phonarin បានបន្តថាមកដល់ពេលនេះសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACLIDA AUB បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នដៃគូចំនួន77ស្ថាប័នរួមមាន4ស្ថាប័នហិរញ្ញវត្ថុ53ក្រុមហ៊ុន4គ្រឹះស្ថានឧត្តមសិក្សា3វិទ្យាល័យសាធារណៈ9វិទ្យាល័យឯកជននិង4ស្ថាប័នអប់រំអន្តរជាតិ AUB បានធ្វើការបញ្ចូលសាស្ត្រាចារ្យនិងបុគ្គលិកអប់រំទៅសិក្សាពីសាកលវិទ្យាល័យ California Berkeley សហរដ្ឋអាមេរិកនិងបានផ្លាស់ប្តូរនិស្សិតទៅកាន់សាកលវិទ្យាល័យ Universitas Multimedia Nusantara UMN សាធារណរដ្ឋឥណ្ឌូនេស៊ីនេះសូមបញ្ជាក់ឲ្យឃើញថាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACLIDA កំពុងតែយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំនិងពង្រឹងសមត្ថភាពធនធានមនុស្សដើម្បីគាំទ្រដល់ចក្ខុវិស័យបេសកកម្មរបស់សាកលវិទ្យាល័យក៏ដូចជារួមចំណែកគាំទ្រគោលនយោបាយលើកកម្ពស់ការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាជាពិសេសដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភា